សួស្តីបងអូនអ៊ំពូមីងថ្ងៃហ្នឹងដែរអូនបានបបរស្រូវសាឡៃហើយបបរស្រូវសាឡៃនេះអាហារពេលព្រឹករបស់អូនតេតងនឹងបបរស្រូវសាឡៃនេះងាយធ្វើទេបងលឿនហើយអូនឆាប់បានញ៉ាំទៀតធ្វើអាចថាត្រឹម10ទៅ15នាទីអូនអាចញ៉ាំបានហើយអាហារពេលព្រឹករបស់អូនមើលតែមុខអ្នកញ៉ាំទៅ លោតផងរួមផងសបាយផងអូនឆ្ងាញ់ហើយមកទាញចានមកម៉ាក់ទៀតគាត់ញ៉ាំអស់ហើយប៉ុន្តែគាត់រកទៀតហើយសម្រាប់ស្រូវសាឡៃខ្ញុំប្រើប្រភេទនេះសម្រាប់ការធ្វើជាដំបូងខ្ញុំរំលីងស្រូវសាឡៃឲ្យឈ្ងុយសិនបានខ្ញុំចាក់ទឹកចូលតែបងខ្លះគាត់អាចដាំទឹកឲ្យពុះហើយចាំចាក់ស្រូវសាឡៃចូលក៏បានដូចគ្នាដែរបងវិធីហ្នឹងមួយយ៉ាងម្នាក់ទេសម្រាប់ទឹកខ្ញុំចាក់មួយកូនកែវឲ្យស្មើល្បាយគ្នាជាមួយនឹងស្រូវសាឡៃហើយអាចគ្របទុក5ទៅ10នាទីឲ្យស្រូវសាឡៃយើងរីកល្អហើយខាប់ពីរីកហើយខាប់ល្អហើយខ្ញុំចាប់ដើមយកមកកិនចាក់ស្រូវសាឡៃចូលមានផ្លែចេកហើយនិងផ្លែប័របងចំពោះល្បាយអាស្រ័យលើកូនបងចេះញ៉ាំអាចថារាវឬក៏ខាប់តាមអីដែលគាត់ចេះញ៉ាំសម្រាប់កូនខ្ញុំគាត់អត់ទាន់សូវចេះទៅពីអញ្ចឹងខ្ញុំល្បាយរៀងម៉ត់បន្តិចដែរអរគុណបងដែលបានមើលវីដេអូសូមជួយចុច follow ខ្ញុំម្នាក់មួយផងណា